សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានចេញវីដេអូថ្មីមួយទៀតហើយទាក់ទងនឹងសុខភាពយើងគឺក្នុងវីដេអូនេះខ្ញុំនឹងលើកយកនៅគុណប្រយោជន៍របស់ផ្លែក្រូចឃ្វិចបាទដោយបងប្អូនបានស្គាល់ហើយផ្លែក្រូចឃ្វិចហ្នឹងគឺជាផ្លែក្រូចមួយតូចៗដែលសម្បកវាហ្នឹងពណ៌ទឹកក្រូចលឿងទុំហ្នឹងគឺពណ៌លឿងទុំគឺប៉ុនកដៃចំពោះក្រូចឃ្វិចនេះពុំមែនគ្រាន់តែជាផ្លែឈើសម្បូរទៅដោយវីតាមីន C ទេបាទប៉ុន្តែសម្បករបស់វាដែលយើងនឹកស្មានថាគ្មានប្រយោជន៍នោះបែរជាអាចជួយបណ្ដុះសក់បានទៅផងមិនមែនជាការនិយាយលេងសើចទេបាទសម្បកក្រូចឃ្វិចពិតជាអាចជួយដល់អ្នកក្រខ្សត់សក់មែនទែនគឺការដែលយើងដុសយឺតឬក៏មិនសូវដុសក្រាស់ដូចគេអញ្ចឹងបើមិនជឿទេចូលសាកល្បងយករូបមន្តនេះទៅប្រើដោយខ្លួនឯងឬយកទៅឲ្យមនុស្សក្បែរខ្លួនដែលមានបញ្ហារុះរោយសក់ប្រើក៏បានដែរបាទចាប់ផ្ដើមឡើងដោយការទិញក្រូចឃ្វិចមកបកយកសាច់បរិភោគបាទយើងចំណេញរឿងបរិភោគសាច់ហើយយើងទុកសម្បកនឹងមកដើម្បីបង្កើនវីតាមីន C នៅក្នុងខ្លួនទៀតផងការញ៉ាំក្រូចឃ្វិចហ្នឹងណាហើយយកសម្បកវាហ្នឹងមកច្របាច់ទឹកដាក់ត្រង់បរិវេណដែលមានសក់ជ្រុះសម្បកដែលច្របាច់ទៅចេញទឹកហាងហ្នឹងទឹកហ្នឹងទៅថាត្រូវយើងយកមកភ្លក់មើលទៅវាហាងអ្នកណាមានសក់ជ្រុះច្រើនត្រូវឧស្សាហ៍ប្របាច់ទឹកសម្បកក្រូចឃ្វិចដាក់ឲ្យច្រើនបន្តិចប្រសិនបើមានអារម្មណ៍ថាផ្សាស្បែកក្បាលនោះសូមកុំអាលភ្ញាក់ផ្អើលតែត្រូវបន្តប្រើទឹកសម្បកក្រូចឃ្វិចហ្នឹងលើកន្លែងទំនេរសក់បន្ថែមទៀតឲ្យបាន15ថ្ងៃអ្នកនឹងបានឃើញលទ្ធផលសក់ថ្មីចាប់ផ្ដើមដុះឡើងវិញជាមិនខានទេហើយនៅក្រៅពីនេះសម្បកក្រូចឃ្វិចថែមទាំងជួយកម្ចាត់ក្លិនក្បាលទៅផងបាទនិងជួយកាត់បន្ថយញើសត្រង់បរិវេណក្បាលដែលគ្មានសក់នោះទៅផងហើយយើងមិនចាំបាច់ចំណាយប្រាក់មិនពិបាកធ្វើហេតុអ្វីក៏អ្នកមិនសាកល្បងទៅហៅសក់របស់អ្នកឲ្យវាត្រឡប់ទៅវិញបាទការហៅសក់ឲ្យមកដុះលើក្បាលវិញនេះគឺហាក់ដូចជាបានធ្វើឲ្យវាដុះវិញម្ដងទៀតយ៉ាងចឹងដែរដោយប្រើសម្បកក្រូចឃ្វិចបាទចំពោះអត្ថប្រយោជន៍នៃសម្បកក្រូចឃ្វិចសម្រាប់ការបណ្ដុះសក់ដែលសក់យើងនឹងជ្រុះច្រើនហ្នឹងគឺសូមចប់តែត្រឹមហ្នឹងហើយគឺអត្ថប្រយោជន៍វាគឺបែបហ្នឹងឯងចំពោះផ្លែវាអាសាច់ក្នុងហ្នឹងយើងអាចយកបរិភោគដើម្បីបង្កើនវីតាមីន C បង្កើនសារពាង្គកាយរឹងមាំហើយថែមទាំងសម្បកហ្នឹងយើងអាចយកមកបណ្ដុះសក់យើងឲ្យបានដុះក្រាស់ល្អថែមទៀតផងបាទសូមអរគុណហើយនៅវីដេអូវគ្គក្រោយខ្ញុំនឹងលើកយកនៅគុណប្រយោជន៍នៃផ្លែឈើក៏ដូចជារុក្ខជាតិផ្សេងៗតទៀតចំពោះបងប្អូនបាទសូមអរគុណ